សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងយកទូរស័ព្ទ Vivo X300 Ultra នេះបងប្អូន X300 Ultra នេះយកទៅតេស្តលើមេឃបងប្អូនណាជឿអត់បងប្អូនថាខ្ញុំយកទូរស័ព្ទនេះយកទៅតេស្តនៅលើមេឃបងប្អូនណាជាមួយនឹងសមត្ថភាពតើ zoom ពីលើមេឃមកថាល្អប៉ុណ្ណាហើយសាកមើលចង់ប្លែកចាស់លុយតិចតួចតេស្តលើមេឃបងប្អូនណាលើមេឃលើឃើញទេខ្ញុំបង្ហាញលើមេឃលើឯងបងប្អូនណាចាំមើលជាក់ស្ដែងទាំងអស់គ្នាតោះ let's go ចាំមើលតើទូរស័ព្ទនេះនៅពេលដែលថតនៅលើអាកាសបាទមកផែនដីផ្ទាល់បងប្អូនណាតើសមត្ថភាពវាល្អយ៉ាងណាដែរលើកនេះយក Vivo ទៅថតលើមេឃម្ដងបងប្អូនសម្រាប់ទូរស័ព្ទនេះខ្ញុំនៅតែស្រឡាញ់រូបរាងការ design របស់វាគឺបែប premium អំណាចមែនទែនបងប្អូនអំណាចគឺទៅលើការ design កាមេរ៉ាបងប្អូនហើយវាប្រើ chip កំពូលទៀតបងប្អូនវាប្រើ chip Snapdragon 8 Elite Gen 5ជា chip ខ្លាំងចំនួនចុងក្រោយរបស់ Snapdragon អ្វីដែលពិសេសនោះគឺកាមេរ៉ារបស់វាគឺសហការជាមួយនឹងក្រុមហ៊ុន Zai ធ្វើឲ្យបច្ចេកវិទ្យាទឹកពណ៌មានភាពស្អាតដិតល្អច្បាស់បែប professional photography បងប្អូនមើលតែ lens ឡើងខ្ពស់បងប្អូនណា lens ឡើងខ្ពស់អញ្ចឹងគឺវាមានន័យថាម៉េចគឺវាធ្វើឲ្យ sensor ធ្វើការបានអស់ពីសមត្ថភាពបងប្អូនសម្រាប់នៅក្នុងដៃខ្ញុំនេះគឺពណ៌មច្ឆាមកកណាត់នេះគឺស្អាតហ្មងកាន់ទៅគឺប្លែកចឹងបងប្អូនអេក្រង់វាក៏រាបស្មើតួខាងក្រោយក៏រាបស្មើកាមេរ៉ារបស់វាលានមកគឺអំណាចហ្មងសម្រាប់បងប្អូនដែលចង់បានទូរស័ព្ទដែលមានសមត្ថភាពខ្លាំងតម្លៃវិញក៏ឥឡូវក៏សមរម្យដែរបងប្អូន Vivo X300 Ultra នេះជាជម្រើសល្អសម្រាប់បងប្អូនបាទសួស្តីអ្នកនរគ្នាឥឡូវខ្ញុំបានមកដល់នៅលើយន្តហោះហើយបន្ទាប់មកខ្ញុំនឹងយក Vivo X300 Ultra នេះយកទៅតេស្តថត zoom វាមើលតើវាល្អយ៉ាងណាដែរតើតងជាមួយនឹងសមត្ថភាពរបស់វាចាំមើលអ្នកទាំងអស់គ្នាចាំមើលខ្ញុំតេស្តជូនអ្នកទាំងអស់គ្នាជាមួយនឹងគុណភាពនៃការថតរូបបងប្អូនណាក៏ថតរូបបងប្អូនមើលចាក់ស្ដែងទៅអែមណាបងប្អូនណាជាមួយនឹងនេះបងប្អូនមើលទស្សនវិជ្ជាខាងនេះអត់ហោះទេបងប្អូនណាអត់ហោះទេទីទៀតនឹងហោះទៅលើហើយដល់ពីហោះខ្ញុំនឹងសាកតេស្តមើលតាំងរូបភាព zoom តើខ្ញុំអាចថតបានស្អាតអត់បងប្អូនណាអរគុណបងប្អូនគ្នាតោះអ្នកទាំងអស់គ្នាឥឡូវឡើងមកដល់ខាងលើហើយបងប្អូនឥឡូវសាក zoom សិនបងប្អូន zoom បន្តិចសិនវ៉ាវ zoom smooth ល្អមែនទែនបងប្អូន zoom អែមែនទែនវ៉ាវអូវាត្រង់ព្រិលតិចបងប្អូនណាព្រិលតិចប៉ុន្តែចាត់ទុកថាល្អមែនទែនបងប្អូនដោយសារអីយើង zoom មកវាមានកញ្ចក់បាំងកន្លែងកញ្ចក់យន្តហោះកន្លែងប្អួយហ្នឹងវាតែកាន់តែ zoom ឆ្ងាយគឺវាធ្វើឲ្យកាន់តែស្អាតភាសាកញ្ចក់ហ្នឹងក៏វាអត់ថ្លាល្អដែរបងប្អូនបើកញ្ចក់ហ្នឹងថ្លាល្អវិញដឹងល្អប៉ុណ្ណាទេបងប្អូនណាថតទៅច្បាស់ជាងហ្នឹងប៉ុន្តែខ្ញុំចាត់ទុកថា Vivo ធ្វើបានល្អមែនទែនធ្វើល្អបានមែនទែនក្នុងការតែមកនៅខ្សែកញ្ចក់នេះវាស្អាតពេកអញ្ចឹងតែនេះគឺបានដែរយើងថាសូមវាអាចបាត់មិនខ្លះភាសាវាស្អាតឥឡូវខ្ញុំសាក zoom មកសារទៀតបងប្អូនស្ដាយដែលអង្គុយចំប្អួយដែលមើលទៅស្អាតកញ្ចក់ស្អាតប្អួយស្អាតតិចបងប្អូនបើអត់ស្អាតវិញល្អមែនទែនតេស្តមកគឺល្អមែនទែនបងប្អូនណែបងប្អូនមក zoom ញាក់សាច់របស់គេដែរហ្នឹងពេលដែល zoom ចិត្តណាអាកញ្ចក់ប្រភេទស្អាតនៅពេលដែល zoom ចិត្តអាពិសេសវាកាន់តែបរិយអញ្ចឹងធ្វើឲ្យវាប៉ះពាល់គុណភាពច្រើនមែនទែនបើអត់មានអាកញ្ចក់ក្រោយបាំងអាកន្លែងហ្នឹងទេបងប្អូនណាដឹងល្អប៉ុណ្ណាទេបងប្អូនថតដឹងល្អប៉ុណ្ណាទេបងប្អូនមើលជាក់ស្ដែងមើលឲ្យ detail ទៅ zoom smooth ទៀតបងប្អូនណា zoom smooth ទៀតបាទជាមួយនឹង Vivo X300 Ultra នេះគឺ zoom ល្អមែនបងប្អូនមើលជាក់ស្ដែងទៅស្អាតហ្មងទេសភាពនៅលើមេឃលើ V5 គឺអែមបងប្អូនណាគឺអែមមែនតែបងប្អូនមើលជាក់ស្ដែងទៅវ៉ាវខ្ញុំចេះថតតេស្តតិចគេបងវីដេអូ 4K 30 frame ដែលខ្ញុំថតពីលើអាកាសបងប្អូនណាថតពីលើអាកាសទៅមើលផ្ទៃកំពង់ស្អាតមែនតើបងប្អូនវីដេអូរបស់វាអូញាក់សាច់បងប្អូនណានេះដោយសារបាំងជាមួយនឹងកញ្ចក់នេះបងប្អូនណាបើអត់កញ្ចក់នេះអត់បាំងទេនឹងថតច្បាស់ប៉ុណ្ណាពេលដែល zoom ឆ្ងាយមែនតើវាស្អាតជាមួយកញ្ចក់នេះហ្នឹងតែជាមួយនឹងគុណភាពវីដេអូវិញញាក់សាច់ដែរបងប្អូន smooth ល្អមែនតើបងប្អូនមើលជាក់ស្ដែងណាខ្ញុំថតណាវ៉ាវកប់សេរីកប់ហ្មងណាកប់មែនតើ
នយកយ៉ាងណាដែរសម្រាប់ Vivo X300 Ultra នេះបងប្អូននៅក្នុងដៃខ្ញុំកាន់នេះជាប្រភេទ China version ដែលមាន RAM 16 storage 512 GB សម្រាប់រូបភាពដែលខ្ញុំបានថតនេះបងប្អូនមើលជាក់ស្ដែងទៅមិនដែរបងប្អូនយកយ៉ាងណាដែរសម្រាប់រូបភាពដែលខ្ញុំបានថតនៅលើ VH ខ្ញុំថតនេះអត់មានប្រើអីទាំងអស់បងប្អូនណាថតឲ្យផុសយកមកអត់មាន edit ថែមទេបងប្អូននេះថតនៅលើ VH ណាបងប្អូនណាបាទអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូតាំងពីដើមរហូតដល់ចប់អរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា